ខ្ញុំកាលណាខ្ញុំសូមថ្វាយបង្គំបដិជគុណគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកលោកស្រីនាងកញ្ញាបងប្អូនប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានទាំងអស់ជាទីគោរពជាទីមេត្រីនៅពេលនេះខ្ញុំកាលណាខ្ញុំសូមធ្វើសេចក្តីសង្ខេបព័ត៌មានតាក់ទងទៅនឹងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌប្រចាំខែកុម្ភៈឆ្នាំ2026បទល្មើសជារួមគឺកើតចំនួន280 ណែលើកហើយក្នុងនោះគឺមានបទឧក្រិដ្ឋចំនួន57លើកបទល្មើសមជ្ឈិមចំនួន224លើកហើយមានអ្នកដែលរងគ្រោះពីបទល្មើសមានចំនួន301នាក់ហើយបង្កឲ្យមានរបួសស្នាមចំនួន94នាក់ចំពោះនៃបទល្មើសដែលថយចុះនៅក្នុងខែកុម្ភៈឆ្នាំ2026នេះគឺមានបទល្មើសឃាតកម្មបទល្មើសបង្ខាំងមនុស្សដោយខុសច្បាប់បទលួចឆោបបោករំលោភលើទំនុកចិត្តនិងអំពើហិង្សាក្នុងគ្រួសារមានការថយចុះបាទហើយភូមិសាស្ត្រដែលបទល្មើសថយចុះមានចំនួន7ខេត្តឯបទល្មើសនៃថេគឺមានចំនួន4ខេត្តការបង្ក្រាបរបស់សមត្ថកិច្ចបាទតាំងពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលគឺបង្ក្រាបបានចំនួន266ករណីដែលស្មើនឹង95%ក្នុងនោះឃាត់ខ្លួនចំនួន410នាក់ដែលមាននៃបទឧក្រិដ្ឋគឺឃាត់បានในចំនួន45ករណីហើយក្នុងនោះគឺចំនួនមនុស្ស93នាក់បទមជ្ឈិមគឺចំនួន221ករណីឃាត់ខ្លួនមនុស្សបានចំនួន317នាក់រួមទាំងការចាប់យកនៅវត្ថុតាងក្នុងការប្រព្រឹត្តបទល្មើសទាំងពីរប្រភេទនេះគឺមានអាវុធវែងមួយដើមអាវុធខ្លីចំនួន11ដើមកំបិតដាវ16ដើមរថយន្ត17គ្រឿងម៉ូតូ101គ្រឿងនិងឧបករណ៍សម្ភារៈបម្រើឲ្យការប្រព្រឹត្តបទល្មើសមួយចំនួនទៀតហើយសមាជិករបស់ក្រសួងមហាផ្ទៃបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងរាជធានីខេត្តដើម្បីចាត់ការតាមនីតិវិធីដែលកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៅក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនខាងលើនេះគឺថាបានពិនិត្យឃើញថាមានសារធាតុញៀននៅក្នុងខ្លួនចំនួន116នាក់ដែលស្មើនឹង28%នៃចំនួនជនសង្ស័យដែលឃាត់ខ្លួនសរុបបាទហើយក្រៅពីនេះគឺសមាជិកចំណុចក្រសួងមហាផ្ទៃបានអនុវត្តដីកាឆ្នាំចាស់របស់តុលាការចំនួន29ដីកានៅក្នុងនោះមានបទល្មើសឧក្រិដ្ឋចំនួន6ដីកាជនសង្ស័យចំនួន4នាក់និងបទល្មើសមជ្ឈិមចំនួន23ដីកាជនសង្ស័យចំនួន23នាក់ដែរកលេចមកមើលការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់វិញម្ដងគឺសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន789ករណីឃាត់ខ្លួនមនុស្សបានចំនួន1888នាក់ក្នុងនោះមានស្រីចំនួន90នាក់ជនបរទេសចំនួន90នាក់ហើយមានចំនួន6សញ្ជាតិសមាជិកបានចាប់យកនៅសារធាតុញៀនសរុបជាង37គីឡូក្រាមបាទសារធាតុនៃគីមីផ្សំជាង31គីឡូក្រាមកញ្ឆាក្រៀមជាង696គីឡូក្រាមអាវុធវែងចំនួន3ដើមអាវុធខ្លី1ដើមរថយន្ត4គ្រឿងម៉ូតូ201គ្រឿងជញ្ជីង73គ្រឿងទូរស័ព្ទចំនួន814គ្រឿងនិងឧបករណ៍វេចខ្ចប់នៃគ្រឿងញៀនមួយចំនួនទៀតហើយសមាជិកបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងរាជធានីខេត្តដើម្បីចាត់នីតិវិធីតាមក្រមនីតិវិធីព្រហ្មទណ្ឌបាទក្រៅពីនេះបានអនុវត្តដីការបស់តុលាការចំនួន55ដីកាឃាត់ខ្លួនជនសង្ស័យចំនួន51នាក់ជាការកត់សម្គាល់ការបង្ក្រាបករណីធំគឺចាប់ពី1គីឡូក្រាមឡើងសមាជិកចំណុចក្រសួងមហាផ្ទៃបានបង្ក្រាបចំនួន4ករណីឃាត់ខ្លួនបានចំនួន6នាក់មានស្រី2នាក់ក្នុងនោះហើយមានមេខ្លោងចំនួន4នាក់និងបណ្ដាញបទល្មើសឬបណ្ដាញជនល្មើសចំនួន2នាក់បាទចូលមកដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទវិញម្ដងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបអាជីវកម្មផ្លូវភេទនិងអំពើជួញដូរមនុស្សបានចំនួន9ករណីឃាត់ខ្លួនចំនួន11នាក់មានស្រីម្នាក់ដែរហើយបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងរាជធានីខេត្តនិងរំដោះជនរងគ្រោះបានចំនួន19នាក់ក្នុងនោះគឺបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចចំនួន3នាក់និងបញ្ជូនទៅកាន់អាណាព្យាបាលចំនួន16នាក់ហើយអាជីវកម្មផ្លូវភេទមានចំនួន6ករណីបាទឃាត់ខ្លួនបានចំនួន7នាក់មានស្រីម្នាក់
រំដោះជនរងគ្រោះបានចំនួន8នាក់ចំណែកឯអំពើជួញដូរមនុស្សគឺមាន3ករណីឃាត់ខ្លួនមនុស្សបានចំនួន4នាក់រំដោះជនរងគ្រោះចំនួន11នាក់បើគិតចាប់ពីថ្ងៃទី20ខែមករារហូតមកដល់ថ្ងៃទី19ខែកុម្ភៈឆ្នាំ2026ក្រសួងមហាផ្ទៃគឺបានទទួលសំណើសំណូមពរសូមអន្តរាគមន៍ជួយសង្គ្រោះតាមរយៈនៃបណ្ដាញសង្គមរបស់អាដាមអភិសន្តិបណ្ឌិតនិងពីប្រភពផ្សេងសរុបចំនួន86សំណើសំណូមពរហើយមនុស្សចំនួន211នាក់ស្រីចំនួន51នាក់មាន18សញ្ជាតិសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតចំនួន21សំណើសំណូមពរមានមនុស្សចំនួន33នាក់ស្រី5នាក់មាន6សញ្ជាតិក្នុងនោះរកឃើញចំនួន16សំណើមានមនុស្សចំនួន24នាក់ស្រី3នាក់6សញ្ជាតិប៉ុន្តែគឺពុំមានរងគ្រោះដោយសារតែបទល្មើសនោះទេបាទរកឃើញសំទោសរកពុំឃើញចំនួន5សំណើហ្នឹងហើយមនុស្សចំនួន9នាក់ស្រី2នាក់សញ្ជាតិគឺមាន3សញ្ជាតិឯចំនួន83សំណើសំណូមពរផ្សេងទៀតគឺសមត្ថកិច្ចចំណុចក្រសួងមហាផ្ទៃកំពុងបន្តស្រាវជ្រាវស៊ើបអង្កេតកំណត់មុខសញ្ញាតើពិតដោយពាក្យបណ្ដឹងឬមិនពិតហើយនឹងបង្ក្រាបបានកម្រិតណាចាំជូនលទ្ធផលនៅខែបន្តបន្ទាប់ចូលមកដល់ការបង្ការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងវិញម្ដងហ្នឹងហើយសមាជិកចំណុចក្រសួងមហាផ្ទៃបានបង្ក្រាបចំនួន107ករណីឃាត់ខ្លួនចំនួន391នាក់ស្រីចំនួន8នាក់ក្នុងនោះអនុវត្តវិធានការច្បាប់ពូលគឺកសាងសំណុំរឿងបញ្ជូនទៅកាន់នៅតុលាការដើម្បីចាត់នីតិវិធីតាមច្បាប់បាទនិងអនុវត្តវិធានការរដ្ឋបាលចំនួន50ករណីដែលមាននៃបងប្អូនកូនក្មួយដែលមហាជនហៅថាក្មេងទំនើងនេះចំនួន187នាក់វិធានការរដ្ឋបាលនេះមានន័យថាគឺជាការដាក់ទណ្ឌកម្មនៃកម្រិតស្រាលរបស់នៃអង្គភាពមានសមត្ថកិច្ចហើយធ្វើកិច្ចសន្យាអប់រំណែនាំដោយឲ្យអាណាព្យាបាលមកធានានិងបកគលយកទៅគ្រប់គ្រងដើម្បីអប់រំកែប្រែបាទចូលមកដល់ករណីបង្ក្រាបលបែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងសមាជិកក្រសួងមហាផ្ទៃតាំងពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលគឺបង្ក្រាបបានចំនួន36ករណីនៅក្នុងខែកុម្ភៈឆ្នាំ2026នេះក្នុងនោះគឺឃាត់ខ្លួនបានចំនួន146នាក់មានស្រីចំនួន72នាក់ដែររួមទាំងវត្ថុតាងមានម៉ូតូ44គ្រឿងរថយន្ត6គ្រឿងកុំព្យូទ័រ21គ្រឿងហើយអនុវត្តវិធានការច្បាប់ពូលគឺកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន13ករណីមនុស្សចំនួន54នាក់ស្រី3នាក់ហើយនៃវិធានការរដ្ឋបាលពូលគឺអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពមានអ្នកធានាចំនួន23ករណីមានមនុស្សចំនួន92នាក់ស្រីចំនួន69នាក់បាទចូលមកដល់ការងារប្រឆាំងនឹងបទល្មើសសេដ្ឋកិច្ចវិញម្ដងគឺបង្ក្រាបរួមបានចំនួន37លើកសហការបង្ក្រាបចំនួន34លើកនិងម្ចាស់ការនៃបង្ក្រាបដោយសមត្ថកិច្ចប្រឆាំងនឹងបទល្មើសសេដ្ឋកិច្ចនេះចំនួន3លើកហើយឃាត់ខ្លួនជនសង្ស័យចំនួន18នាក់បញ្ជូនទៅអង្គភាពពាក់ព័ន្ធដើម្បីចាត់ការតាមនីតិវិធីបាទករណីបង្ក្រាបបានខាងលើនេះភាគច្រើនគឺជាបទល្មើសធនធានធម្មជាតិគ្រឿងឧបភោគបរិភោគខូចគុណភាពនិងបទល្មើសនៃកម្មសិទ្ធិបញ្ញាហ្នឹងហើយចូលដល់ករណីនៃបទល្មើសនៃបច្ចេកវិទ្យាវិញម្ដងគឺការងារប្រឆាំងបទល្មើសបច្ចេកវិទ្យាគឺបានទទួលបណ្ដឹងពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺក្រោមរូបភាពវិនិយោគកម្ចីអនឡាញផ្ដល់សេវាកម្មទំនាក់ទំនងស្នេហាការទិញអីវ៉ាន់ទិញទំនិញតាមអនឡាញការលួចគណនីបណ្ដាញសង្គមនិងករណីផ្សេងជាច្រើនទៀតតាមបណ្ដាញនៃអនឡាញសរុបបានចំនួន167ករណីក្នុងនោះបានបញ្ចប់សំណុំរឿងចំនួន6ករណីបញ្ជូនជនសង្ស័យចំនួន5នាក់ដែលមានជនជាតិចិនម្នាក់ទៅអัยការអមសាលាដំបូងរាជធានីភ្នំពេញរីឯករណីដែលនៅសល់គឺសមត្ថកិច្ចជំនាញកំពុងតែបន្តស្រាវជ្រាវស៊ើបអង្កេតកំណត់មុខសញ្ញាប៉ុន្តែត្រូវការពេលបន្តិចពាក់ព័ន្ធទៅនឹងរឿងបច្ចេកវិទ្យាតាមអនឡាញនេះបាទបានផ្ដល់
ប្រឹក្សាយោបល់តាមបណ្ដាញទំនាក់ទំនងសង្គមនិងតាម hotline ពាក់ព័ន្ធទៅនឹងបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះចំនួន731លើកជូនបងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហានិងធ្វើការផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋជ្រួតជ្រាបអំពីល្បិចកិច្ចកលឧបាយកលនិងវិធីសាស្ត្រការពារអំពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះចំនួន3លើកជូនបងប្អូនសាធារណជនជាពិសេសគឺបងប្អូនដែលតែងតែប្រើប្រាស់បណ្ដាញសង្គមជាការកត់សម្គាល់គឺក្រមបង្ក្រាបបទល្មើសបច្ចេកវិទ្យាគឺបានចុះប្រតិបត្តិការតាមគោលដៅដែលមានតម្រុយពាក់ព័ន្ធនឹង online scam រឿង online scam ជារឿងមួយបែបទៀតរឿងការនៃឆបោកនៃតាម online ในក្នុងទំនាក់ទំនងជាភាពប្រចាំថ្ងៃដោយដែលបានលើកឡើងខាងលើរឿងមួយបែបទៀតបាទចំពោះករណីមានតម្រុយពាក់ព័ន្ធទៅនឹងonline scam នេះគឺមានចំនួន67ទីតាំងដែលក្រុមការងារបក្រាបបទល្មើសបច្ចេកវិទ្យាបានចុះប្រតិបត្តិការតាមគោលដៅនឹងដោយឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការចំនួន1764នាក់មាន15សញ្ជាតិហើយចំពោះជនជាតិវៀតណាមគឺបានបណ្ដឹងចេញភ្លាមដោយសារតែនៅជាប់នឹងព្រំដែនក្រៅពីនេះបាននឹងកំពុងរៀបចំនីតិវិធីដើម្បីបណ្ដឹងចេញជាបន្តបន្ទាប់បាទដែលមាននៃអគ្គនាយកដ្ឋានអន្តរវេសលោកជាអ្នកជំនាញហើយទទួលនៅមុខការលើកិច្ចការងារនេះបាទការងារសម្អាតប្រាក់ហើយនឹងហិរញ្ញប្បទានភេរវកម្មគឺក្នុងសមាជិកក្រសួងមហាផ្ទៃគឺបានប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មឲ្យបានបង្ក្រាបបញ្ជូនសំណុំរឿងទៅកាន់តុលាការចំនួន2ករណីនៅក្នុងខែកុម្ភៈនិងបានស្នើសុំចោទប្រកាន់បទល្មើសសម្អាតប្រាក់លើជនសង្ស័យចំនួន3នាក់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនបានន័យថាពេលដែលបង្ក្រាបបទល្មើសនៃធំមួយចំនួនគឺសមាជិកគឺព្យាយាមពន្លាតការស៊ើបអង្កេតបាទដើម្បីស្វែងរកថាតើវាមានបទល្មើសអ្វីនៅពីក្រោយការសម្អាតប្រាក់ឬក៏ហិរញ្ញប្បទានភេរវកម្មបាទឬក៏បទល្មើសនានាដទៃទៀតហ្នឹងហើយបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពីការពង្រឹងនិងការលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទាននៃដល់ការរីកសាយភាយនៃអាវុធមហាបលាយលោកបាទលើកទី7មានសិក្ខាកាមចូលរួមចំនួន53រូបមានស្រីចំនួន2រូបអញ្ចឹងការបណ្ដុះបណ្ដាលការបំពាក់បំពន់ជំនាញបច្ចេកទេសពាក់ព័ន្ធទៅនឹងរឿងសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្មហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាបលាយនេះគឺត្រូវតែធ្វើជាប្រចាំហើយត្រូវតែសហការជាមួយនឹងបណ្ដាប្រទេសនានាហើយកម្ពុជាគឺបើកចំហនៅក្នុងការសហការទទួលយកនៅការនៃបណ្ដុះបណ្ដាលការចែករំលែកបទពិសោធន៍និងការគ្រប់គ្រងផ្នែកស្មារតីឬក៏ឧបករណ៍សម្ភារៈដទៃទៀតពីព្រោះអាបទល្មើសទាំងអស់នេះគឺជាបទល្មើសឆ្លងដែនបាទហើយប៉ះពាល់ដល់សន្តិសុខពិភពលោកសណ្ដាប់ធ្នាប់ពិភពលោកប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានសំទោសហិរញ្ញប្បទានភេរវកម្មបទល្មើសជួញដូរអាវុធបទល្មើសគ្រឿងញៀនបទល្មើសជួញដូរមនុស្សបទល្មើសឆបោកតាមបច្ចេកវិទ្យាគឺ online scam អីនេះបាទសុទ្ធតែជាអ្វីដែលកម្ពុជាយើងមានឆន្ទៈនៅក្នុងកិច្ចសហការជាមួយនឹងបណ្ដាប្រទេសនានាលើពិភពលោកទាំងអស់ដើម្បីបង្ការទប់ស្កាត់និងបង្ក្រាបឲ្យអស់ពីលទ្ធភាពដូចដែលនៃគោលនយោបាយគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលកំពុងតែដឹកនាំបញ្ជាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬក៏ online scam នេះឯងបាទសូមបញ្ចប់ត្រឹមប៉ុណ្ណឹងខ្ញុំកណ្ណាខ្ញុំសូមថ្វាយបង្គំលានិងសូមគោរពលា